បានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ចូលវត្តអារាមធ្វើបុណ្យចែកទាននិងសមាទានរក្សាសិលក្នុងសំបុណ្យពុទ្ធសលទាំងអស់នេះអានិសង្ឃនៃការឲ្យទាននិងផលនៃការឲ្យទានហើយពួកគេក៏មិនបានគិតដូចក្រុមទី3ដែរការធ្វើទានធ្វើបុណ្យគឺធ្វើតាមប្រពៃណីពីបុព្វបុរសដូនតាពីវង្សត្រកូលរបស់ខ្លួនដែលបានបន្សល់ទុកមកដែរហើយពួកគេក៏មិនបានគិតដូចក្រុមទី4ដែរគឺមានចិត្តស្រណោះអាណិតដល់ពួកសាមណៈព្រាហ្មណ៍ទាំងឡាយដោយគិតថាសាមណៈព្រាហ្មណ៍ទាំងឡាយមិនមានអាជីពមិនមានមុខរបរមិនមានការងារធ្វើដូច្នេះបើអញមិនគប្បីបរិច្ចាគទានធ្វើបុណ្យធ្វើទានគឺមិនគប្បីដែរហើយពួកគេក៏មិនបានគិតដូចពួកក្រុមទី5ដែរនៅពេលដែលពួកគេធ្វើទានគឺមិនបានស្ដាប់ពាក្យដំបូន្មានពីគ្រូបាអាចារ្យឬគេមានសទ្ធាជឿទៅលើសាមណៈព្រាហ្មណ៍ណាមួយដែរហើយពួកគេក៏មិនបានគិតដូចក្រុមទី6ដែរនៅពេលដែលពួកគេធ្វើទានធ្វើបុណ្យម្ដងពួកគេមិនមានបៃតេមិន